សារ៉ាត់អាមេរិកធ្វើដំណើរប្រកម្មមីស៊ីចំនួនថ្មីដែលបំពាក់ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរយោងទៅតាមការចុះផ្សាយនៃទីភ្នាក់ងារសារព័ត៌មាន Interesting Engineering បានឲ្យដឹងថា BC ចំនួនថ្មីដែលមានឈ្មោះថា DeFi L2 នោះគឺការចេញអំពីការធ្វើដំណើរប្រកម្មទៅលើមីស៊ីសេរីចាស់ដែលមានឈ្មោះថា DeFi LE ហើយដែលត្រូវបានដាក់ឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ1990មកម្ល៉េះអ្វីដែលគួរចាប់អារម្មណ៍នោះគឺប្រព័ន្ធមីស៊ីចំនួនថ្មីដែលមានឈ្មោះថា DeFi L2 នេះនឹងត្រូវបានគេបំពាក់ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទ W93ហើយប្រព័ន្ធមីស៊ីនថ្មីនេះគឺជាផ្នែកមួយនៃផែនការនៅក្នុងការធ្វើដំណើរប្រកម្មអាវុធយុទ្ធសាស្ត្រដែលបានដឹកនាំដោយស្ថាប័នកម្មវិធីប្រព័ន្ធអាវុធយុទ្ធសាស្ត្រដែលហៅកាត់ថា PAE SSP របស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកហើយវាគឺត្រូវបានគេធ្វើឡើងនៅក្នុងគោលបំណងដើម្បីរក្សាស្ថិរភាពសមត្ថភាពអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដើម្បីរារាំងតាមដែនសមុទ្ររហូតដល់ដំណាច់ឆ្នាំ2084ខាងមុខបើតាមអ្វីដែលបានក្រុងតុកនោះប្រព័ន្ធអាវុធយុទ្ធសាស្ត្រនៅទំនើបថ្មីមួយប្រភេទនេះនឹងត្រូវបានគេយកទៅបំពាក់ទៅលើនាវាមុជទឹកមួយប្រភេទដែលមានឈ្មោះថា Columbia Class ហើយនាវាមុជទឹកមួយប្រភេទនេះគឺត្រូវបានគេផលិតឡើងដើម្បីចូលមកជំនួសនាវាមុជទឹកស៊េរីចាស់ៗរបស់សហរដ្ឋអាមេរិកប្រភេទ Ohio គម្រោងខ្នាតយក្សនោះក៏នឹងផ្ដល់អត្ថប្រយោជន៍ទៅដល់ចក្រភពអង់គ្លេសផងដែរដោយក្បាលគ្រាប់ W93 MK7នៅមីស៊ីថ្មីដែលមានឈ្មោះថា DeFi L2 នេះនឹងត្រូវបានគេយកទៅបំពាក់ទៅលើនាវាមុជទឹកប្រភេទ Dreadnought របស់កងទ័ពជើងទឹករបស់ចក្រភពអង់គ្លេសស្ថិតនៅក្រោមការជំនួយនៃបច្ចេកវិទ្យារួមគ្នារវាងប្រទេសទាំងពីរបើតាមការបញ្ជាក់របស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកបានឲ្យដឹងថាប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេមីស៊ីលថ្មីដែលទំនើបដែលមានឈ្មោះថា DeFi L2 នេះអាចនឹងត្រូវបានគេដាក់ពង្រាយនៅដំណាច់ឆ្នាំ2039ខាងមុខនេះហើយបាទអញ្ចឹងចំពោះក្បាលគ្រាប់ដែលមានឈ្មោះថា W93 នោះវាគឺជាប្រភេទក្បាលគ្រាប់នុយក្លេអ៊ែរស៊េរីថ្មីបំផុតរបស់សហរដ្ឋអាមេរិកហើយក្បាលគ្រាប់មានប្រភេទនេះសហរដ្ឋអាមេរិកក្រុងនឹងដាក់ពង្រាយឬក៏បំពាក់ទៅលើមីស៊ីលនៅដំណាច់ឆ្នាំ2030ខាងមុខឯណោះបាទអញ្ចឹងបានន័យថាក្បាលគ្រាប់នុយក្លេអ៊ែរមួយប្រភេទនេះគឺកំពុងតែស្ថិតនៅក្នុងការធ្វើដំណើរប្រកម្មឡាយនោះទេបាទហើយក្បាលគ្រាប់នុយក្លេអ៊ែរមួយប្រភេទនេះគឺសហរដ្ឋអាមេរិកក្រុងនឹងយកទៅបំពាក់ទៅលើមីស៊ីលបាល់ស្ទិកដែលបានបាញ់ចេញអំពីនាវាមុជទឹកហើយវាគឺត្រូវបានគេរចនាឡើងដើម្បីចូលមកជំនួសក្បាលគ្រាប់នុយក្លេអ៊ែរស៊េរីចាស់ៗដែលមានដូចជាប្រភេទ W76 និង W88 ជាដើមបាទហើយនៅត្រូវបានគេយកទៅបំពាក់រួចរាល់ហើយទៅលើមីស៊ីលប្រភេទ Triton 2របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកហើយមីស៊ីលប្រភេទ Triton 2របស់សហរដ្ឋអាមេរិកនេះគឺត្រូវបានសហរដ្ឋអាមេរិកនេះឯងយកទៅបំពាក់រួចរាល់ហើយទៅលើនាវាមុជទឹកថ្នាក់ Columbia បាទទៅឆ្នាំបន្តនេះទៅបាទសូមបញ្ជាក់បន្តិចអ្នកទាំងអស់គ្នាប្រភេទក្បាលគ្រាប់នុយក្លេអ៊ែរដែលសហរដ្ឋអាមេរិកយកទៅបំពាក់រួចរាល់ហើយនៅលើមីស៊ីល Triton 2នោះគឺជាប្រភេទក្បាលគ្រាប់នុយក្លេអ៊ែរស៊េរីចាស់ៗដែលមានដូចជាប្រភេទ W76 និង W88 ឯជាដើមចំណែកឯក្បាលគ្រាប់នុយក្លេអ៊ែរស៊េរីថ្មីបំផុតរបស់សហរដ្ឋអាមេរិកប្រភេទ W93 នោះគឺសហរដ្ឋអាមេរិកនេះមិនទាន់អាចយកទៅបំពាក់ទៅលើមីស៊ីលប្រភេទណាមួយបានទេបាទហើយគេក្រុងធ្វើវាឲ្យរួចរាល់នៅដំណាច់ឆ្នាំ2030ខាងមុខឯណោះបាទ